ពលរដ្ឋ19ភូមិនៅក្រុងសំពៅពូនទទូចសុំថ្នាក់ដឹកនាំជួយធ្វើប្លង់ដីស្រែចម្ការដែលពួកគាត់កាន់កាប់ជាង40ឆ្នាំមកហើយប្រជាពលរដ្ឋជាង100នាក់តំណាងឲ្យ19ភូមិក្នុងសង្កាត់ជ្រោយតាកែវនិងសង្កាត់ឈើខ្មៅក្រុងសំពៅពូនបាននាំគ្នាចូលទៅសាលាសង្កាត់ឈើខ្មៅកាលពីព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2025ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរពួកគាត់បានលើកឡើងនៅក្តីព្រួយបារម្ភយ៉ាងខ្លាំងថាដីស្រែនិងដីចម្ការដែលពួកគាត់បានកាន់កាប់បង្កបង្កើនផលចិញ្ចឹមជីវិតជាង40ឆ្នាំមកហើយនោះមិនទាន់ត្រូវបានវាស់វែងនិងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់នៅឡើយពួកគាត់ចាត់ទុកថាប្រសិនបើដីនេះត្រូវបានបាត់បង់គឺប្រៀបដូចជាបាត់បង់ឆ្នាំងបាយអញ្ចឹងដូច្នេះពួកគាត់ទទូចសុំរដ្ឋបាលខេត្តជាពិសេសប្រមុខរាជរដ្ឋាភិបាលមេត្តាផ្ដល់បានកម្មសិទ្ធិដល់ពួកគាត់ដោយក្តីអនុគ្រោះប្រជាពលរដ្ឋបានបញ្ជាក់ថាពួកគាត់ទាំងអស់ជាអ្នករស់នៅក្នុងសង្កាត់ទាំងពីរនេះបានកាន់កាប់អាស្រ័យផលដីនៅតំបន់បឹងក្នុងនិងបឹងក្រៅតាំងពីអំឡុងឆ្នាំ1979 1980មកម្លេះក្នុងរយៈពេលជាង40ឆ្នាំនេះពុំដែលមានបញ្ហាទំនាស់ឬការហាមឃាត់អ្វីឡើយហើយក៏មានការគាំទ្រនិងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានថែមទៀតផងប៉ុន្តែកាលពីឆ្នាំ2024កន្លងទៅពេលក្រមមន្ត្រីចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចុះមកវាស់វែងនិងធ្វើប្លង់កម្មសិទ្ធិជូនប្រជាជនពួកគាត់បានវាស់និងធ្វើប្លង់ឲ្យតែដីនៅក្បែរប៉ុណ្ណោះរីឯដីរបស់ពួកគាត់គេអត់វាស់ឲ្យទើបធ្វើឲ្យមានការងឿងឆ្ងល់និងចេះតែរងចាំមើលដោយនៅតែមិនឃើញមានដំណោះស្រាយទើបពួកគាត់នាំគ្នាមកសាលាសង្កាត់ដើម្បីសុំឲ្យលោកចៅសង្កាត់ជួយបញ្ជូនសំណើរបស់ពួកគាត់ទៅថ្នាក់លើដើម្បីឲ្យជួយធ្វើប្លង់ឲ្យពួកគាត់បានបន្តថាគ្រួសារនីមួយៗមានដីស្រែចម្ការបន្តិចបន្តួចប៉ុណ្ណោះដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិតដោយក្នុងមួយឆ្នាំធ្វើស្រែចម្ការរហូត2ដងឯណោះដោយសារព្រួយបារម្ភខ្លាចបាត់បង់ដីដែលជាឆ្នាំងបាយរបស់ពួកគាត់ទើបបានជំនុំគ្នាដាក់សំណើសុំឲ្យលោកចៅសង្កាត់ជួយពំនាំសំណើទៅថ្នាក់លើដើម្បីជួយចេញប្លង់កម្មសិទ្ធិស្របច្បាប់ជាទំនុកចិត្តងាយស្រួលបែងចែកទៅកូនចៅឬក៏ដាក់បញ្ចាំទៅធនាគារយកប្រាក់មកពង្រីកមុខរបរបន្តការដាំដុះពួកគាត់បានស្នើសុំដល់ថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភិបាលមេត្តាពិនិត្យសម្រេចចុះបញ្ជីដីធ្លីរបស់ពួកគាត់ដោយក្តីមេត្តាចង់បានឲ្យសម្ដេចទាំងពីរជួយទៅដល់បងប្អូនទាំងអស់គ្នាបាទពីព្រោះអីដីហ្នឹងធ្វើតាំងពីបែកហើយមកនោះហើយមេឃុំក៏គាត់ទទួលស្គាល់តាំងពីមុនមកមិនដែលរករឿងប្រជាជនទេពួកខ្ញុំទាំងអស់ប្រជាពលរដ្ឋមកនេះគ្រាន់សូមឲ្យសម្ដេចពុកហើយនឹងសម្ដេចបងជួយផ្ដល់ប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំទាំងអស់គ្នាកាន់កាប់ដើម្បីធ្វើស្រែចម្ការចាំក្រុមគ្រួសារអស់ប៉ុណ្ណឹងទៅគឺចាប់អស់ហើយគ្មានអ្នកណាមានអីធ្វើសម្រាប់ចាំជីវិតតទៅមុខទៀតទេពួកខ្ញុំមកនេះគ្រាន់តែស្នើសុំឲ្យសម្ដេចពុកនិងសម្ដេចបងជួយចេញប្លង់កម្មសិទ្ធិដល់ពួកខ្ញុំជាប្រជាពលរដ្ឋខ្ញុំលើកម្រាមដៃ10សូមគោរពទៅដល់សម្ដេចនបធិបតីធនម៉ាណែតនិងសម្ដេចពុកជួយដោះស្រាយធ្វើប្លង់ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់ឈើខ្មៅបាទក្រុងសំពៅពូននេះបាទជាមួយសង្កាត់ជ្រោយតាកែវបាទជួយឲ្យធ្វើចេញប្លង់កម្មសិទ្ធិឲ្យកូនចៅមកព្រោះអីដល់សិនជានេះអត់ចេញប្លង់កម្មសិទ្ធិឲ្យកូនចៅមានដីអាស្រ័យផលទេបាទហ្នឹងហើយចង់ឲ្យរដ្ឋាភិបាលចឹងហើយជាមួយក្រុមជាមួយអាជ្ញាធរយើងមូលដ្ឋានភូមិឃុំនេះទាំងអស់បើថារដ្ឋថាដីហ្នឹងជាដីមកនេះសូមឲ្យតែអាជ្ញាធរឃុំយើងហ្នឹងក៏ដឹងទេបាទតាំងពី79មកបាទមួយមេភូមិហ្នឹងគាត់ដឹងថាដីហ្នឹងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋងអស់ហើយបាទអត់មានជាដីនេះទេបាទលោកសៀមយ៉ងចៅសង្កាត់ឈើខ្មៅបានមានប្រសាសន៍ថាដីខាងលើប្រជាពលរដ្ឋពិតជាបានកាន់កាប់និងធ្វើស្រែចម្ការជារៀងរាល់ឆ្នាំតាំងពីក្រោយឆ្នាំ1979ប្រកាសមែនលោកបានបញ្ជាក់ថាកាលពីមុនដីនេះជាដីបឹងប៉ុន្តែបច្ចុប្បន្នបានคล้ายជាដីរាបស្មើលែងជាបឹងទៀតហើយសុទ្ធតែជាដីស្រែប្រាំងនិងចម្ការដំណាំរបស់កសិករអស់ហើយដែរអាជ្ញាធរមូលដ្ឋានក៏មិនបានធ្វើការហាមឃាត់មិនឲ្យពួកគាត់បង្កបង្កើនផលដែរដោយគ្រាន់តែមិនបានចុះហត្ថលេខាលើការទិញលក់តែបានចេញលិខិតបញ្ជាក់ពីប្រវត្តិនៃការកាន់កាប់ជូនពួកគាត់ដើម្បីយកទៅប្រើប្រាស់លោកចៅសង្កាត់បានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានពិតជាចង់ឲ្យថ្នាក់លើផ្ដល់បានកម្មសិទ្ធិជូនប្រជាពលរដ្ឋណាតែត្រឹមរដ្ឋបាលសង្កាត់មិនអាចសម្រេចបាននោះទេទោះជាយ៉ាងណាលោកបានបញ្ជាក់ថាបើប្រជាពលរដ្ឋដាក់សំណើមកសង្កាត់នឹងបញ្ជូនទៅថ្នាក់លើពិនិត្យសម្រេចលោកក៏បានបន្ថែមថាឆ្លងតាមការប្រជុំកន្លងមកដីនៅទីតាំងខាងលើរដ្ឋបាលខេត្តនឹងចុះមកជួបប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈនៅពេលខាងមុខនេះ
ឱកាសល្អពីផ្ទះល្វែងថេនងាត់ក្នុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹង free ជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61